សួស្តីបងប្អូនអរគ្នាចំពោះការបាត់ការលក់យើងមកឈានដល់ចំណុចទី2គឺចំណុចស្វែងរកការពិតពីអតិថិជនក្នុងករណីស្វែងរកការពិតបើសិនជាយើងអត់ដឹងថាក្នុងទឹកចិត្តរបស់ភ្ញៀវយើងគាត់ចង់បានអីឲ្យច្បាស់ទេនោះយើងអាចស្នើផលិតផលដែលត្រូវចិត្តរបស់គាត់បានទេអញ្ចឹងទី1ដែលយើងត្រូវធ្វើ fact finding ដូចជាយើងទៅជួបពេទ្យអញ្ចឹងឧទាហរណ៍យើងឈឺក្បាលគ្រូពេទ្យប្រកាសទៅសួរថាឈឺក្បាលហ្នឹងអូនឯងគេអត់លក់ប្រហែលថ្ងៃហើយអូនឯងមានរីអត់អូនឯងមានក្តៅខ្លួនអត់អញ្ចឹងណាដើម្បីគ្រូពេទ្យក៏ដាក់ថ្នាំឲ្យត្រូវអញ្ចឹង fact finding ក៏ដូចគ្នាអញ្ចឹងក្នុងគោលបំណងនៃការធ្វើ fact finding គឺយើងធ្វើដើម្បីឲ្យដឹងថាតើអ្នកដែលទិញយើងហ្នឹងគាត់ចង់បានអីឲ្យប្រកបទី1ទី2ហេតុអីមិនគាត់ចង់បានឃើញទេហេតុអីមិនគាត់ចង់បានរបស់ហ្នឹងហើយគាត់ឲ្យចំណុចអារម្មណ៍មួយណាមុំមួយណាដែលគាត់ចង់បានឧទាហរណ៍មុំបែបក្តីស្រឡាញ់មុំបែបក្តីលោភលន់មុំបែបក្តីព្រួយបារម្ភមុំបែបក្តីភ័យខ្លាចណាឧទាហរណ៍គាត់មកជួបយើងគាត់ថាគាត់មកជួបយើងគាត់ទិញផ្ទះមួយល្វែងហើយគាត់ថាខ្ញុំត្រូវការផ្ទះមួយល្វែងផ្ទះដែលគ្រាន់តែនៅបានហើយមិនចាំបាច់ស្អាតពេកទេប៉ុន្តែអ្វីដែលខ្ញុំបារម្ភជាងគេគឺការបង់ជាប្រចាំខែធ្វើម៉េចឲ្យបានតិចអញ្ចឹងនៅពេលដែលយើងបិទការលក់យើងត្រូវបិទតាមអារម្មណ៍របស់គាត់ព្រោះយើងអាចណែនាំផ្ទះដែលស័ក្តិសមនឹងអ្វីដែលគាត់ចង់បានប៉ុន្តែភ្ញៀវខ្លះគាត់ចង់បានដូចជាផ្ទះដូចគ្នាប៉ុន្តែគាត់គិតថាផ្ទះហ្នឹងត្រូវតែស្អាតដើម្បីជាការអួតឬក៏ជាកន្លែងដែលមានសួនធំស្អាតអញ្ចឹងយើងត្រូវបិទការលក់តាមអារម្មណ៍របស់ភ្ញៀវបើសិនជាយើងអត់ដឹងពីអារម្មណ៍របស់គាត់ចង់បានអីយើងមិនអាចបិទការលក់បានទេគាត់នឹងធ្វើការបដិសេធភ្លាមបើសិនជាយើងអត់ដឹងឧទាហរណ៍ផ្ទះហ្នឹងមានបើថាគាត់យើងមិនអាចបិទការលក់បានបើដោយសារយើងអត់ដឹងថាគាត់ចង់បានអីប្រកបអញ្ចឹងណាអញ្ចឹងការដែលយើងធ្វើ fact finding ជារឿងដែលសំខាន់ចំពោះការបិទការលក់របស់យើងក្នុងផលិតផលមួយយើងមានមុំជាច្រើនក្នុងការបិទការលក់ឧទាហរណ៍ដូចជាយើងធ្វើផ្ទះតិចកម្មគេជាពលករដែលគាត់ទៅធ្វើការនៅក្រៅប្រទេសអញ្ចឹងអ្វីដែលគាត់បារម្ភដែលគាត់ចង់ត្រឡប់មកស្រុកខ្មែរវិញគឺគាត់មានប្រាក់ចំណូលឃើញទេអញ្ចឹងមុំដែលយើងអាចបិទការលក់ឲ្យគាត់បានគឺយើងបង្កើតប្រាក់ចំណូលឲ្យគាត់ទៅពេលគាត់កំពុងធ្វើការនៅក្រៅប្រទេសឃើញទេអញ្ចឹងយើងអាចមានឧទាហរណ៍ឬក៏មានជា reference ដែលអ្នកដែលធ្វើការដូចគាត់ហើយមានប្រាក់ចំណូលយើងមកបង្ហាញឲ្យគាត់ដឹងថានេះឈ្មោះនេះគាត់ធ្លាប់ធ្វើតេស្តជាកម្មមួយខ្ញុំហើយឥឡូវគាត់មានប្រាក់ចំណូលប្រចាំខែណាប៉ុន្តែមានមុំខ្លះទៀតដែលគាត់គិតថាគាត់ជាអ្នករស់ស៊ីគាត់គិតថាពេលចាស់ទៅគាត់អត់ចង់ពឹងកូនមុំហ្នឹងយើងអាចបិទក្នុងករណីគាត់ចង់បានប្រាក់ចំណូលបន្ថែមនៅពេលដែលគាត់ចាស់ទៅអញ្ចឹងយើងត្រូវបិទទៅតាមមុំណាមួយដែលភ្ញៀវគាត់ចង់បានមិនមែនបិទតាមអារម្មណ៍របស់យើងទេអញ្ចឹងរាល់ការបិទការលក់គឺយើងត្រូវរកឲ្យឃើញចំណុចដែលភ្ញៀវគាត់ចង់បានក្នុងដែលគាត់ជជែកជាមួយយើងសួរនាំគាត់នឹងធ្លោយប្រាប់យើងថាគាត់ចង់បានយ៉ាងម៉េចអញ្ចឹងរាល់ការបិទការលក់យើងត្រូវស៊ើបឲ្យដឹងពិតប្រាកដគាត់ជានរណាឧទាហរណ៍បើភ្ញៀវគាត់ឆាតមកតាម Facebook អញ្ចឹងយើងត្រូវតែមើល profile គាត់ភ្ញៀវអញ្ចឹងគាត់ជាអ្នករស់ស៊ីឬក៏ភ្ញៀវគាត់ជាអ្នកធ្វើការរាជការឬក៏ភ្ញៀវនឹងជាអ្នកធ្វើការអង្គការឬក៏ភ្ញៀវនឹងជាអ្នកលក់ដូរអញ្ចឹងតាមផ្សារអញ្ចឹងពេលដែលយើងដឹងពី profile របស់គាត់យើងអាចបិទការលក់តាមអារម្មណ៍របស់គាត់បានអញ្ចឹងបងប្អូនដែលអ្នកបិទការលក់យើងត្រូវរកឲ្យឃើញពីចំណុចពិសេសដែលមុននឹងបិទការលក់បានយើងត្រូវរកឲ្យឃើញចំណុចគន្លឹះរបស់ភ្ញៀវរបស់យើងអ
ជាកូនសោមួយដើម្បីយើងបើកដើម្បីយើងស្នើផលិតផលឬសេវាកម្មរបស់យើងទៅដល់គាត់អញ្ចឹងបងប្អូនអាចតាមដានអ្នកនរគ្នាណាអរគុណ